សូមគោរពបងប្អូនសាជាថ្មីម្ដងទៀតប៉ុន្តែនឹងឆ្លើយសំណួររបស់បងស្រីហើយនឹងសំណួររបស់ក្មួយអំបញ្ញមិញសូមឲ្យបងប្អូនធ្វើការកត់សម្គាល់អំពីលក្ខណៈរបស់សាសនានិងលក្ខណៈនៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងបងប្អូនដឹងថាសាសនាលក្ខណៈរបស់វាយ៉ាងម៉េចដែរឬទេលក្ខណៈធំរបស់សាសនាគឺជំនឿបាតគ្រឹះរបស់សាសនាគឺជំនឿព្រះរបស់គេទៅបាត់ហើយប៉ុន្តែនៅគម្ពីរដូច្នេះគ្រូនៅក្នុងសាសនានីមួយៗគេយកគម្ពីររបស់ព្រះនឹងមកសូត្រមកអានប្រាប់បរិស័ទរបស់គេដោយផ្អែកទៅលើជំនឿគឺអត់ផ្អែកទៅលើការបញ្យល់ឲ្យមនុស្សនឹងយល់ឲ្យមនុស្សនឹងពិចារណាក្រោមច្បាប់ហេតុនិងផលទេកាលណាគេនិយាយអំពីសាសនាគេនិយាយអំពីជំនឿសាសនាប្រមាណជំនឿប៉ុណ្ណឹងបើថាមានសាសនាច្រើនជំនឿក៏មានច្រើនដែរកាលណាជំនឿទាំងឡាយត្រូវបានគេយកមកបកស្រាយពិភាក្សាពិចារណាប្រកបទៅដោយហេតុផលសាសនាត្រូវបានរលាយពីព្រោះសាសនាឬគោលរបស់វាគឺជំនឿគេជឿថាអញ្ចឹងឬអញ្ចោះដល់ពេលជំនឿនឹងត្រូវបានគេបកស្រាយយល់អស់ហើយសាសនាអត់មានទៀតទេសាសនាឬគោលរបស់វាគឺជំនឿសាសនាមួយនេះគេជឿថាអញ្ចឹងសាសនាមួយនោះគេជឿថាអញ្ចោះសាសនាមួយនោះគេជឿថាអញ្ចោះឲ្យតែនិយាយដល់រឿងសាសនាគេនិយាយដល់រឿងជំនឿដែលគេមិនអាចយល់បានតែពេលណារឿងដែលគេជឿនឹងត្រូវបានគេបកស្រាយមួយឲ្យមនុស្សយល់រឿងហ្នឹងវាទៅជាស្លាកដៃផ្សេងវាលែងទៅជារឿងសាសនាអញ្ចឹងរឿងសាសនាមិនចាំបាច់រុញមិនចាំបាច់ច្រានទេឲ្យតែបង្រៀនឲ្យមនុស្សកើតសតិមនុស្សពិចារណាឃើញរឿងសាសនាចប់សពគ្រប់ត្មងអញ្ចឹងមិនគេសួរយើងថាពេលដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោតតើពួកយើងរំលាយសាសនាចោលឬយ៉ាងម៉េចពួកយើងឆ្លើយទៅកាន់គេវិញថាយើងគ្មានបំណងរំលាយសាសនាទេប៉ុន្តែយើងមានបំណងចង់ឲ្យមនុស្សយល់នៅការងារដែលគេបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តទាំងពេលវេលាធ្វើម៉េចឲ្យគេយល់មុននឹងគេចាប់ដើមលះបង់កម្លាំងទាំងអស់នោះកាលណាគេយល់ឫសគល់របស់សាសនាត្រូវបានរលើងកាលណាឫសគល់របស់សាសនាត្រូវបានរលើងកិច្ចការទាំងអស់គេលែងហៅកិច្ចការសាសនាទៀតហើយឧទាហរណ៍ថាបងប្អូនយកលុយមកចូលក្នុងចលនារបស់យើងសួរថាតើកិច្ចការរបស់បងប្អូនហ្នឹងកិច្ចការបែបហ្នឹងគេចាត់ទុកជាកិច្ចការសាសនាដែរឬទេថាអត់ចាត់ទុកជាកិច្ចការរបស់សាសនាទេពីព្រោះរឿងហ្នឹងបងប្អូនអាចយល់បានបងប្អូនយកលុយមកចូលពីព្រោះបងប្អូនដឹងថាបងប្អូនមានកាតព្វកិច្ចក្នុងការធ្វើរឿងហ្នឹងហើយគេយកលុយហ្នឹងទៅធ្វើរឿងអីតែពេលណាបងប្អូនយល់អស់អញ្ចឹងគេមិនហៅកិច្ចការហ្នឹងជាកិច្ចការសាសនាទេពីព្រោះកិច្ចការរបស់សាសនាគឺជាកិច្ចការដែលរឿងមិនយល់គេមិនដឹងថារឿងហ្នឹងវាយ៉ាងម៉េចប៉ុន្តែគេមានជំនឿថាអញ្ចឹងមកក្រុមនេះជឿថាអញ្ចឹងមកក្រុមនេះជឿថាអញ្ចឹងមកក្រុមនេះជឿថាអញ្ចឹងមានសាសនាតូចសាសនាធំហើយតែនិយាយពីរឿងសាសនាហើយគឺកុំនិយាយថាពីណាគ្រាន់បើជាងពីណាពីព្រោះវានៅក្នុងលំដាប់ជាមួយគ្នាគឺលំដាប់នៃការជឿអញ្ចឹងខ្ញុំថាបើគេហៅខ្ញុំថាមេសាសនាទោះបីមេសាសនាធំប៉ុណ្ណាក៏ដោយណាខ្ញុំខ្មាស់គេណាបងប្អូនពួកសាសនាជាពួកមនុស្សអត់ទាន់សម័យតើពួកសាសនាប្រហែលពួកមេធ្មប់ហ្នឹងធ្មប់ក៏សាសនាមួយប៉ុន្តែគ្រាន់សាសនាធ្មប់ហ្នឹងវាតូចជាងគេបន្តិចទៅសាសនាទាំងអស់សុទ្ធសឹងតែជំនឿអញ្ចឹងបានឃើញអ្នកខ្លះគេស្លៀកពាក់សគេដឹកទៅនេះដឹកទៅនោះគេធ្វើខ្លួនគេដូចជាមេសាសនាអញ្ចឹងខ្ញុំនឹកក្នុងចិត្តថាម្ចាស់ឆ្លៃហើយបើអញខ្លាចទៅជាមនុស្សអញ្ចឹងអញមិនដឹងខ្មាស់គេរកដីដើមបានទេបងប្អូនខ្ញុំខ្មាស់គេណាមេសាសនាបងប្អូនស្តៀងមេស្មុតហ្នឹងណាបងប្អូនប៉ុន្តែគ្រាន់តែស្មុតជឿអញ្ចឹងទៅសាសនាវាជឿអញ្ចឹងទៅសាសនានេះមានមនុស្សច្រើនតិចទៅសាសនានោះមានមនុស្សតិចទៅប៉ុន្តែនៅក្នុងជួរជាមួយគ្នានេះគឺជាលក្ខណៈរបស់សាសនាបាតគ្រឹះរបស់វាគឺជឿព្រះសម្មាសម្ពុទ្ធលោកឆ្ងល់ហើយចុះម្នាក់នេះនិយាយចេះម្នាក់នោះនិយាយចុះម្នាក់នោះនិយាយចុះម្នាក់នោះនិយាយចុះសាសនានេះនិយាយចេះសាសនានោះនិយាយចុះសាសនានោះនិយាយចុះព្រះសម្មាសម្ពុទ្ធលោកឆ្ងល់ថារឿងពិតវានៅឯណាលោកចាប់ផ្ដើមពិសោធន៍មុនគេគឺពិសោធន៍ខ្លួនឯងពិសោធន៍ខ្លួនឯងថាជាស្អីពីព្រោះមនុស្សតែងតែយល់ថាខ្លួនឯងគឺជាអញងាប់ទៅកើតនៅទីនេះឬកើតទីនោះព្រះសម្មាសម្ពុទ្ធចាប់ផ្ដើមពិសោធន៍លើខ្លួនឯងមុនគេពិសោធន៍តាមរយៈវិបស្សនាការអង្គុយស្មិចដើម្បីឲ្យសតិដឹងរបស់ខ្លួននឹងស្វែងយល់តាំងពីក្បាលរហូតដល់ចុងជើងដោយសតិដឹងដំបូងដៃដឹងក្របខ័ណ្ឌគ្រួតទៀតដឹងខ្យល់បក់ពីខាងក្រៅដឹងក្តិចឈឺ
đăng vô tới đăng là ắt tới đăng chiêm rốt đăng tầm ná bè đồn đăng tầm ná chịp chó lướt bắt tới đăng tầm ná khua cả bảo việc vân là việc mấy chết tại bay nghĩa rung lên tới đăng là ắt tí bóng phật cái hai tí bóng phật miền này tha tới đó cả lại mùi nút đài ấp át còn bay chiết bà ưu tiên có ta sạch cô mà cả lô chẳng chết là do cả bật nó cắt chịp pi là hô tới mà cả lô cắt chịp pi mà kháng cả là cả lô do cả là cả lô mà cắt chịp pi mà kháng pi khăm cả lắc mà kháng pi khăm cả lắc do pi khăm cả lắc mà bay tiệt bánh bay đôi sạch tệ đằng sạch tệ bao nhiêu để đăng tới từ đó khoác tốt muối là ắt trong coi bằng phật hao tha cả là bạc nẹt vật chia ra hao tha atom bánh tay nẹt vật chia ra mình đang tới chỉ muối nâng sạch tệ đằng tê nẹt vật chia ra tới chỉ muối nâng microscope bằng rít mơ bớt lúc tới chỉ muối nâng sạch tệ đằng và bớt lúc sân đầy thaการนับเนี่ยเดินจมูกหนึ่งมิโครสโคปมันนั่นเกี่ยปัญญาหนักกว่าเติร์คือเพียวันนี้ไม่อยากปัญญาเตมันนั่นเกี่ยปัญญาระบอบเนี่ยเตคือเกี่ยปัญญาระบอบเนี่ยดอกใดเตตักท่ากดจ้องเอาโกนเติร์จมูกหนึ่งสเตดังเอากล้วนไอเมียนแต่กล้วนยืนเตแต่อาจเมื่อเอาสเตระบอบยืนบางดังดอกปะระมาสัจจะที่บังคับดอกกล้วนไออัตตาให้อัตนาเนียเท่าเมียนแต่กล้วนโกนเตแต่อาจต้องเคยเปลี่ยนเปลี่ยนแต่กลุ่นไอ้รู้เท้าโกนเมียนอารมณ์ออกอันคือจีอารมณ์รู้จะรวมดอกคือเปลี่ยนเป็นดาวกลุ่นไอ้ตักท่ากดกรอนแต่ปรับเลยรู้เท้าโกนแต่ดาวกลุ่นไอ้ปีโปรจะบักความมาเจ็บมันอักหนุญาเอาอย่างน้าช่วยเฟื่อเอาอย่างน้าบานเตอัปตาให้อัตนาเนียเอาการนั้นเนี่ยพอเตยปะระมาตสัจจะตีบอมพอดโกนกลาปะดาวสเต็กดังขนมกบโลกนี่เขาเมียนเอาไว้เตียงออกเมียนแต่โกนกระปักโต้ยัวเป็นจีบุกลุกน้องคล้วนเยินเมียนเอาไว้เตียงออกเป็นน้องโลกเป็นนิสเตดังระบองโลกหมดน้องกรอบคันชีวิตความดาวิเป็นน้องโลกจับนามเสจีเมเรียนเกี่ยวเมเรียนปริยาคือเมเรียนศึกษาปีอัติพร้อมปีกบ้านระหดจงเจิมตามนักปริยาคือปัญญานักพิจารณาโกนพิจารณามือตักท่ากดบางปอดเลยตักท่ากดเคลื่อนแต่จัดเจตสักรูปทายหนึ่งนับเปลี่ยนรูปคือจีกับโนในโกนกะลาปะโตติดสัตว์กันวิโตในขนมโกนกะลาปะที่มุยเมียนวายโยระบอบเนี้ยเบิลได้เข้าทาอักนิจังพอมาเจ็ดนี้เอาแต่พอมาเจ็ดรูปคืออักนิจังปีปลุกแต่พอมาเจ็ดอักนิจังนี่หายได้เวอเอาพอมาเจ็ดทั้งลายเมียนตามเชื้อหนึ่งเมียนสัตว์ดอกเตยเจ็ดริคงสวัสดบางปีพรวดความเจ็ดอันนี้จังมีแจ้งคงริกลุนนี่คือเจียนเล็กนักระบบความเจ็ดนี่หายคือถั่วนี่หายคือความเจ็ดนี่หายคือถั่วแม่ได้ตักทางกดบังเรียนจังมันเปรียบมาสัมปทโลกทั้งไงค่ะดังไปเอาสกวาเปรียจันตักทางกดปลาเรียนใดจงเอาธนูคือเปรียจันบกลได้ยุลปีบ่มหนองระบบตักทางกดเก็บบ้านมือตามเรียนใดตักทากดเคยประจันโดยตักทากดเมียนบำนองจังเอากี่คืนแม่ปันท้ายมาประกอบง่ายโยธามาเรียนใดระบบตักทากดเกี่ยประจันได้ตักทากดจังสำใดนุ่งหายเพื่อประเภทหนึ่งตักทากดมันอาจช่วยเอาเคยประจันออกมวยจีบดำไม่เอาสกอร์จะบังทอมาเจียตักทากดเมียนกัมปีเจียเมเรียนศึกษาเอาสกอร์ปีละคณะระบบทอมาเจียนึ่งปีเศร้าเอาเคยแลกกันนะระบบความเจ็ดบ้าบอกกูนะโยธาขนมปีนี่คือเจ็ดทัวไปเลยทัวในขนมคลวนเยอะไงเนี่ยทัวเวียดการเดียร์รถยังไม่เกี่ยวกับทัวนี่หายคือทัวนี่หายคือความเนี่ยนี่หายคือความเจ็ดได้ตักทากดจังบังเรียนเนี่ยคนใต้บอกกูนะโยธากัมปีนี่คือเจ็ดทัวโต๊ะบางบนตู้กัมปีบางบนห้ากัมปีตะไคร้ไปดอกบางบนมันนุประเภทหนึ่งตักหากกดมันอาจช่วยเอาเคินติดในปัดออกมวยชีวิตถ้าตัวตาช่วยเอาเคินติดในปัดนั้นเมียนประโยชน์จะไว้การช่วยมนุษย์เอากวาดหัวเมียนประโยชน์ครั้งนะอุกเตียหอปัญญามันกวาดปิดเลืองเตะเนี่ยมันดังขัดตาปฏิบัติอย่างไม่จะบุญทางเลืองตักหากกดเมียนตัวในตีตายปันนังน้องโกนเอาบางกวาดเลืองการนั้นโกนกวาดเลืองหายแต่โกนจังลุกได้เสียอัดเมียนบอกโกนนะช่วยโกนบางเตะบัดต้นเยอะไปคลวนไอหายบัดต้นนั่นจะบัดต้นอำเภออักรตีดอันนั้นคือเรื่องระบบโกนบ้านตะคักกดยอมวางงอบมวยจากบอกขนมบังกับเปอร์เคยกับเป
លូតម៉ាស៊ីនមន់ងាប់នឹងទៅហើយបើឃើញប៉ុណ្ណឹងហើយកូននៅតែរកចោលចុកទៅក្នុងបឹងក្រពើទៀតអត់មានបុគ្គលណាជួយកូនបានទេមុខនេតិរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គគ្រាន់តែបង្រៀនសត្វលោកឲ្យស្គាល់សេចក្តីពិតចប់សពគ្រប់កាលណាកូនស្គាល់សេចក្តីពិតកូនលឿនណាយនឹងជីវិតកូនរាយរកតថាគតថាព្រះអង្គឲ្យជីវិតជាទុកខ្ញុំចង់ចាក់ចេញទុកតថាគតមានមេសពបបសអចរណាំងកុសលសោបសម្បទាសច្ចតបរិយោតែប៉ុណ្ណាតថាគតមានមេជាផ្លូវនាំទៅរកការរួចរំដោះទុកអញ្ចឹងសរុបសេចក្តីមកវិញព្រះធម៌ជាមេរៀនសិក្សាឲ្យស្គាល់ធម៌តាមបញ្ញាស្នាក់ជាវិញដែលយើងហៅថាមេរៀនបរិយាព្រះធម៌ជាមេរៀនសិក្សាឲ្យស្គាល់ធម៌តាមបញ្ញាស្នាក់ជាវិញរួចហើយដើម្បីបដិបត្តិឲ្យអស់អញចំណែកយាយៗគាត់ថ្ងៃគាត់បដិបត្តិដើម្បីឲ្យបានមកអញយើងបច្រាស់គ្នាមេរៀននេះជាមេរៀនសិក្សាបដិបត្តិឲ្យអស់អញពីព្រោះអញនេះគ្មានទេតែមនុស្សច្រឡំតែតបថ្ងៃលោកយាយលោកតាទៅធ្វើបន់ដើម្បីឲ្យបានមកអញថាបើបានយកទៅចោះតែវាអត់បានកំទៅអស់លុយនោះហើយទៅបោកទៅលុយអត់ទៅបានតែមិននោះព្រះធម៌ជាមេរៀនសិក្សាឲ្យស្គាល់ធម៌ពីសោមឲ្យស្គាល់ធម៌សួរថាតើស្គាល់ធម៌ដើម្បីអីថាដើម្បីរស់នៅស្របនឹងធម៌មានប្រយោជន៍ណាស់ដែលអ្នកស្គាល់ភ្លើងបើអ្នកមិនស្គាល់ភ្លើងអ្នកមុខទៅលូកភ្លើងជៀសវាងហាមមនុស្សមិនឲ្យលូកភ្លើងនៅពេលដែលមនុស្សមិនទាន់ស្គាល់ភ្លើងដល់កូនក្មេងអញ្ចឹងវាឃើញផោងភ្លើងវាគិតតែពីលូកសាសនាទាំងឡាយគេបដៅមនុស្សមិនឲ្យលូកភ្លើងព្រះសម្មាសម្ពុទ្ធទាញដៃយើងឲ្យទៅបាក់ភ្លើងឲ្យវាដឹងរួចហើយលែងវាទៅបើវាចង់លូកភ្លើងទៀតវាកំណើតជាមនុស្សដែលអត់មានឧបនិស្ស័យហើយកូនក្មេងវាចង់លូកភ្លើងវាឃើញផោងភ្លើងវាល្អវាគិតតែពីនាំគ្នាលូកយើងការពារមិនក៏មិនស្មៀងទាញដៃឯងទៅដាក់អង្គភ្លើងនឹងបន្តិចមើលបាច់ញ៉ាវថ្ងៃក្រោយរៀងវិនិច្ឆ័យសន្តិនេះគឺជាវិធីរបស់ព្រះសម្មាសម្ពុទ្ធតថាគតបង្រៀនកូនឲ្យស្គាល់ធម៌ឲ្យស្គាល់ពីក្បាលរហូតដល់ចុងជើងពីព្រោះធម៌មានច្រើនអំណាចក្នុងโลกនេះប៉ុន្តែវាអត់មានប្រយោជន៍សម្រាប់ការប្រាស់ដឹងតថាគតសម្ដែងតែធម៌មួយក្តាប់ក្នុងដៃគឺពីក្បាលរហូតដល់ចុងជើងដើម្បីឲ្យកូនឈប់មានការភ័ន្តច្រឡំថាងាប់ហើយកើតមកវិញកុំឲ្យកូនសួរថាតើធ្វើបុណ្យចក្ខិនអញ្ចឹងទៅបានបុណ្យឬទេតើខ្ញុំឧទ្ទិសដល់ម៉ែឪខ្ញុំបានបុណ្យដែរឬទេតើឧទ្ទិសដល់ដែរឬទេអញ្ចឹងតម្រងដៃបំផុតឲ្យស្គាល់ពីក្បាលរហូតដល់ចុងជើងសិនពេលណាស្គាល់ពីក្បាលដល់ចុងជើងអស់មោទនភាពនឹងខ្លួនឯងអស់មោទនភាពហ្មងស្គាល់ជីវិតគឺជាទុកហ្មងបងប្អូនណាបងប្អូនរៀនគិតបន្តិចពីព្រោះរៀនធម៌ត្រូវរៀនគិតពិភពលោកណាអត់មានទេពីម្សិលមិញពិភពលោកម្សិលមិញគ្មានទេពីបាក់យល់បន្តិចប៉ុន្តែបងប្អូនរៀនគិតព្រោះរៀនធម៌ត្រូវតែរៀនគិតពិភពលោកម្សិលមិញគ្មានទេពិភពលោកនៅថ្ងៃស្អែកក៏គ្មានដែរបើពិភពលោកម្សិលមិញមានណាបងប្អូនពិភពលោកមាន2បាត់ទៅហើយពិភពលោកម្សិលមិញ1ពិភពលោកនៅថ្ងៃហ្នឹង1 2បាត់ទៅហើយរកកន្លែងដាក់បានទេដល់ពេលពិភពលោកស្អែកឡើងមួយទៀត3អាពិភពលោកម្សិលមិញ1ពិភពលោកម្សិលមួយថ្ងៃ1រកកន្លែងដាក់មិនបានទេតែពិភពលោកអត់អញ្ចឹងសោះឡើយពិភពលោកគ្មានពិភពលោកម្សិលមិញទេហើយក៏គ្មានពិភពលោកនៅថ្ងៃស្អែកដែរមានតែពិភពលោកក្នុងពេលបច្ចុប្បន្ននេះទេបងប្អូនត្រូវគិតមើលពិភពលោកមានតែបច្ចុប្បន្ននេះទេបងប្អូនចាប់ជាប់អត់ពិភពលោកម្សិលមិញគ្មានទេពិភពលោកនៅថ្ងៃស្អែកក៏គ្មានដែរពិភពលោកអតីតកាលគ្មានទេពិភពលោកអនាគតក៏គ្មានដែរមានតែពិភពលោកបច្ចុប្បន្នស្អីទៅអតីតកាលស្អីទៅអនាគតម្ចាស់ថ្លៃហើយបងប្អូនដឹង1វិនាទីលឿនប៉ុណ្ណាទេ1វិនាទីនៅក្នុងទីជំរៅកូនកលាបៈទូចដូចគ្រាប់ដីខ្សាច់មួយអញ្ចឹងតំណាងឲ្យកូនកលាបៈមួយនៅក្នុងកូនកលាបៈនីមួយមានធម្មជាតិអនិច្ចំវាវិលនៅក្នុងនឹងធម្មជាតិនឹងវាអញ្ចឹងធម្មជាតិនឹងហើយគឺធម៌នឹងហើយគឺធម្មៈនេះហើយគឺធម៌នេះហើយគឺធម្មៈនេះហើយគឺធម្មជាតិដែលតថាគតបង្រៀនកូនណាកូនបង្រៀនឲ្យស្គាល់ធម្មជាតិដើម្បីរស់នៅឲ្យស្របនឹងធម្មជាតិបង្រៀនកូនឲ្យស្គាល់ភ្លើងដើម្បីឲ្យកូនរស់នៅជាមួយនឹងភ្លើងបានយ៉ាងត្រឹមត្រូវឲ្យកូនចេះបដិបត្តិជាមួយនឹងភ្លើងបងប្អូនត្រូវយល់អំពីបំណងរបស់ព្រះសម្មាសម្ពុទ្ធលោកចង់ឲ្យយើងស្គាល់ធម៌ច្រើនអនេកតែតថាគតបង្រៀនតែធម៌ណាដែលមានប្រយោជន៍សម្រាប់កូនទេគឺពីក្បាលរហូតទៅដល់ចុងជើងនៅទីជំរៅកូនកលាបៈដោយកូនដីខ្សាច់ម្ដុំតូចហ្នឹងនៅក្នុងទីជំរៅរបស់វាមានធម្មជាតិអនិច្ចំវិលបងប្អូនដឹងវាវិលលឿនប៉ុណ្ណាអត់ក្នុង1វិនាទីបងប្អូនថាលឿនណាស់
ប៉ុន្តែក្នុងទីជម្រៅណាអស្ចារ្យណាស់បងប្អូនព្រះសម្មាសម្ពុទ្ធរាប់ដោយសតិដឹងអ្នកវិទ្យាសាស្ត្រវាយកកែពង្រីកមើលរួចហើយវារាប់វាចាប់ផ្ដើមរាប់លឿននៃកូនកលបៈតើក្នុងមួយវិនាទីកូនកលបៈវិលប៉ុន្មានដងនៅទីជម្រៅຫນွយយោរបស់កូនកលបៈតើវាវិលក្នុងមួយវិនាទីប៉ុន្មានដងរាប់ពាន់លានដងក្នុងមួយវិនាទីវាពុបលឿនមែនតើរាប់ពាន់លានដងអ្នកវិទ្យាសាស្ត្ររាប់ដោយកែពង្រីកព្រះសម្មាសម្ពុទ្ធរាប់ឃើញដូចគ្នាប៉ុន្តែរាប់ដោយសតិដឹងស្ទង់មើលកូនកលបៈវិលមួយវិនាទីវិលរាប់ពាន់លានដងប្រែប្រួលរាប់ពាន់លានដងប្រែមួយដងហៅថាមួយខណៈក្នុងមួយវិនាទីប្រែរាប់ពាន់លានខណៈក្នុងខណៈមួយដែលបានរលត់ទៅខណៈមួយកើតមានឡើងពិភពលោកក្នុងខណៈមុនគ្មានទេពីព្រោះវាបានរលត់ដើម្បីកើតពិភពលោកក្នុងខណៈថ្មីទៅហើយជាប្រែរហូតលឿនបំផុតអញ្ចឹងបានជាគេសម្ដែងថាជីវិតរបស់សត្វងាប់គ្រប់ពេលពីព្រោះសត្វក្នុងពេលអតីតកាលបានងាប់ទៅហើយដើម្បីកើតសត្វក្នុងពេលបច្ចុប្បន្នដែលហៅថាបច្ចុប្បន្នគឺមួយខណៈទាំងពិភពលោកទាំងមូលពិភពលោកអតីតកាលគ្មានទេខណៈមុនគ្មានទេពីព្រោះនៅទីជម្រៅកូនកលបៈបានប្រែប្រួលមកបច្ចុប្បន្នរួចហើយដំណើរការមកបច្ចុប្បន្នពិភពលោកមានតែបច្ចុប្បន្នទេពិភពលោកគ្មានអតីតកាលទេបើមានអតីតកាលមានពិភពលោក2បាត់ហើយមានពិភពលោក3បាត់ហើយពិភពលោកគ្មានអតីតកាលទេមានតែបច្ចុប្បន្នប៉ុន្តែដោយសារសតិដឹងរបស់សត្វនឹងវាគ្របគ្រៀតពេកឧបមាថាបើគេយកកបាត់ឈោតលើស្បែកដឹងបើគេក្តាច់ដឹងបើតម្មើវានៅលើស្បែកដឹងតម្មើវាតិចពេកសតិដឹងវាដឹងតែគ្របគ្រៀតដឹងតែក្តាច់ឈឺដល់ពេលតម្មើវាតិចអត់ដឹងដល់ពេលសតិដឹងរបស់យើងសិលសមាធិណែសមាធិហ្នឹងធ្វើឲ្យចិត្តរបស់យើងមូលមើលដង្ហើមមើលយូរសតិដឹងរបស់យើងកុំវាស្អីលើតម្មើវាក៏ដឹងឈាមរត់ក៏ដឹងកូនកលបៈកើតអលត់ក៏ដឹងអស់សេចក្តីប្រកាន់កាលណាកូនដឹងបរមត្តសច្ចៈទីបំផុតតថាគតនាំកូនទៅដល់ទីនោះកូនត្រូវបប្រតិបត្តិដោយខ្លួនឯងដើម្បីរួចរំដោះអស់សេចក្តីប្រកាន់ថាមានអញពិភពលោកនេះគ្មានអីក្រៅអំពីកូនកលបៈកើតអលត់ទេក្នុងពេលបច្ចុប្បន្នកូនកលបៈមួយខណៈទៅមួយខណៈបានប្រែប្រួលមនុស្សបានងាប់ហើយពីព្រោះក្នុងខណៈមុនកូនកលបៈមុនបានប្រែទៅជាកូនកលបៈទី2កូនកលបៈទី2ប្រែទៅជាកូនកលបៈទី3អញ្ចឹងពិភពលោកនៅពេលមុនហ្នឹងគឺងាប់រហូតប៉ុន្តែសត្វលោកវាអត់ដឹងពីព្រោះសតិដឹងវាគ្រួតទៀតពេកដល់ពេលដឹងអាងាប់ហ្មងដឹងអាបែកធ្លាយនឹងហ្មងពេលងាប់ទៅដឹងហ្មងពេលឃើញដាច់ដង្ហើមបាត់ដឹងហ្មងប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតមួយបែកធ្លាយជីវិតថ្មីបានកើតភ្លាមមួយខណៈទេមិនមែនមួយវិនាទីមួយខណៈបងប្អូនស្គាល់មួយខណៈមួយវិនាទីកូនកលបៈប្រែប្រួលរាប់ពាន់លានខណៈមួយខណៈនោះវាលឿនមែនតើហ្មងដល់ពេលយើងចិត្តដាច់ខ្យល់បងប្អូនចិត្តរបស់យើងចិត្តបេះដូងរបស់យើងដូចប៉ុស្តិ៍រថយន្តផ្សាយអញ្ចឹងប៉ុស្តិ៍រថយន្តបងប្អូនមើលប៉ុស្តិ៍រថយន្តផ្សាយនៅភ្នំពេញបងប្អូនបើករថយន្តហ្នឹងស្ដាប់បានបងប្អូនដឹងតែមានស្អីមករលកសញ្ញាមកចឹងបងប្អូនមើលឃើញប៉ុន្តែរលកសញ្ញាមកប៉ុន្តែនៅភ្នំពេញនេះនោះណានៅតែផ្សព្វផ្សាយឯងបានបងប្អូនស្ដាប់ឮបើប៉ុស្តិ៍ពេញដាច់ចាបងប្អូនស្ដាប់ពេញឮហើយមានកិច្ចថាតងរបស់វាបោះពួយមកពីនោះមកអញ្ចឹងចិត្តរបស់មនុស្សចេញទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំផ្សាយប៉ុស្តិ៍ពីពេញមកហើយផ្សាយមកដល់ហ្នឹងបងប្អូនណាអត់មានរយោស្ដាប់ទេប៉ុស្តិ៍ផ្សាយមកប៉ុន្តែបងប្អូនអត់មានរយោស្ដាប់ទេព្រោះថាតើបងប្អូនស្ដាប់ឮអត់ក៏បងប្អូនអត់មានរយោប៉ុណ្ណឹងប៉ុស្តិ៍គេផ្សាយមកប៉ុន្តែបងប្អូនអត់មានរយោទទួលផងណាស្ដាប់ឮអត់ខ្ញុំនិយាយទៅរួចហើយកណ្ដាស់តិចបងប្អូនខូចដោយរយោអញ្ចឹងវាខូចទោះបងប្អូនស្ដាប់ឮទេអត់ឮទេចិត្តរបស់យើងមានចង្ហាយចិត្តចេញទៅគ្រប់ពេលទាំងអស់ប៉ុន្តែចេញទៅហ្នឹងមិនមែនដូចកែបលោតទៅទេណាដូចគេថែបោះតងអញ្ចឹងណាព្រោះវានៅបេះដូងហ្នឹងបុកស្ដាយនៅហ្នឹងវាបោះដៃទៅអាបោះដៃចេញទៅហ្នឹងហើយដែលព្រះអរហន្តទាំងឡាយដឹងចិត្តយើងពីព្រោះឧទាហរណ៍បើខ្ញុំនិយាយបងប្អូនអត់តិចបងប្អូនស្ដាប់ឮទេប៉ុន្តែខ្ញុំនិយាយមានសម្លេងទៅគេមានតិចគេស្ដាប់ឮណាចិត្តរបស់មនុស្សវាចេញទៅប៉ុន្តែមកពីយើងមិនទាន់ទៅជាព្រះអរហន្តបានជាយើងគ្មានគ្រឿងទទួលដល់យើងគ្មានគ្រឿងទទួលយើងអត់ដឹងចិត្តរបស់អ្នកដទៃដល់ពេលព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តលោកហាត់ដល់សម្រាប់ចិត្តរបស់យើងចេញទៅគាត់ឲ្យយើងអង្គុយស្ងៀមថាសំវាសនានិយាយយូរអញ្ចឹងរហូតទៅផ្ទះប្រពុតលោកទៅអល់មុខកូនណាបើថាតថាគតនិយាយយូរតែចង់កូនទីមិនបានដឹងចិត្តរបស់យើងវាចេញរលកសញ្ញាទៅហើយលោកមានគ្រឿងទទួល
ដូចខ្ញុំនិយាយចឹងក៏បងប្អូនដាច់កណ្ដាលតិចមានលឺអីហើយដល់ពេលចិត្តរបស់មនុស្សវាចេញទៅគ្រប់ពេលអញ្ចឹងប៉ុន្តែបេះដូងវានៅណាណាដល់ពេលគេមានគ្រឿងទទួលគេដឹងចិត្តរបស់យើងគេទទួលរលកសញ្ញាចិត្តរបស់មនុស្សពេលដែលចិត្តងាប់ចាប់ដើមរាវភពហើយប៉ុន្តែតោងត្រូវដឹងតោងបេះដូងវានៅឯណាប្រពុតលួចបដូរដូចទៅបាក់ខ្នងអញ្ចឹងចិត្តនៅក្នុងតោងបេះដូងរួចហើយរាវភពពេលនោះបកតិចិត្តរបស់យើងស្លាប់ហើយលែងដឹងខ្យល់អីលែងស្គាល់កូនស្គាល់ចៅប៉ុន្តែងាប់ទេពេលនោះជាទួនាទីរបស់កម្មទួនាទីរបស់កម្មចិត្តរបស់យើងដែលសន្សំចេតនាធ្វើបាបអ្នកដទៃស្អីសម្លាប់ទូកសម្លាប់វ័នសម្លាប់ជាចិត្តឲ្យកុហលកាហាយចាប់ដើមចេញពេលនោះបកតិចិត្តសម្លាប់ឈឹងពេលនោះមនុស្សចាប់ដើមចលះអាណាស្លាប់ធ្វើបាបធ្វើអីចាប់ដើមចលះហើយអាតំណឹងមនុស្សយល់ថាមានពលិកគេយកទៅធ្វើបាបធ្វើអីតាមពិតគឺជួលច្បល់ផ្ទៃក្នុងរបស់ចិត្តទេពីព្រោះចេតនារបស់ខ្លួនប្រពុតលោកប្រាប់ថាមនុស្សប្រពាំងកម្រិតធម្មមានអកូនធម៌ទាំងឡាយកើតនៅទីជម្រៅណាអត់មានពីណាដឹងទេណាបុណ្យនឹងបាបគឺកូនធ្វើដោយខ្លួនឯងណាកូនមើលតែចេតនារបស់កូនទៅបុណ្យនឹងបាបហើយយើងមើលតែរូបភាពខាងក្រៅអញរៀបចំកឋិនរៀបចំអីប៉ុន្តែអាចិត្តខាងក្នុងយើងអត់ដឹងប្រពុតលោកប្រាប់ថាអ្នកប្រាស់ដឹងមនុស្សប្រពាំងកម្រិតធម្មមានអកូនបុណ្យអត់សំខាន់លើលុយខាងក្រៅទេសំខាន់លើកម្លាំងចេតនាបាបខ្លាំងចេតនាបុណ្យខ្លាំងទីសងលើចេតនាជាបុណ្យចេតនាជាបាបពេលដែលយើងត្រឡប់បកតិចិត្តចាប់ដើមចេញមកមនុស្សផ្លប់ភ័យមកមើលមកមាយមកចិត្តចេះតែរាវមេជ្រូកនៅក្បែរហ្នឹងចាប់ដើមអាចិត្តរបស់យើងវាតោងអញ្ចឹងដូចបោកខ្លាយវាបាញ់ពោះទៅវាទៅដល់វាចាប់ជាប់ហ្នឹងមិនទាន់កើតទេទោះតែបេះដូងរលត់ផ្លឹបបានកំណើតថ្មីចាប់ដើមកើតញ៉ាំឡើងអ្នកវិទ្យាសាស្ត្រក៏ស្ពាំមកទៅស្អ៊ីតហើយអូវិលធាតុញីនិងធាតុស្មូលប៉ះគ្នាក៏កើតជីវិតព្រះសម្មាសម្ពុទ្ធលោកអ្នកប្រាដឹងច្បាប់ធម្មជាតិលោកប្រាប់ថាមិនទាន់គ្រប់លក្ខខណ្ឌដើម្បីកើតទេឧទាហរណ៍ថាបងប្អូនចេះនៅក្នុងបាតដណ្ដូងវាអត់ចេះទេហេតុអីវាខ្វះអុកស៊ីហ្សែនពេលវាបលែងអុកស៊ីហ្សែនទៅដល់ចេះបឹកដល់ពេលយើងអត់ឃើញអុកស៊ីហ្សែនយើងអត់ដឹងថាអុកស៊ីហ្សែនគឺជាចិត្តសំខាន់ដើម្បីធ្វើឲ្យភ្លើងឆេះទេឃើញតែស្ពាំម៉ាតូស៊ូអ៊ីតមនុស្សប្រុសហើយមនុស្សស្រីដេកនៅជាមួយគ្នាថាកើតជីវិតដែរព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាកម្លាំងចិត្តតែទៅឈួរធ្វើឲ្យកើតប្រតិកម្មគីមីគឺជីវិតមិនព្រលឹងមិនម៉ែអឹកលឹករូបហួចព្រលឹងហោះចូលទេមិនចឹងទេវាទៅខ្សែផ្សំដើម្បីធ្វើប្រតិកម្មគីមីឧបមាថាបងប្អូនលាយស៊ីម៉ង់លាយជាមួយគ្រួសលាយជាមួយខ្សាច់លាយទាល់តែងាប់ទៀតក៏វាមិនខំគ្នាដល់ពេលបងប្អូនចាក់ទឹកទៅភ្លាមវាធ្វើប្រតិកម្មគីមីមិនមែនបងប្អូនធ្វើស៊ីម៉ង់ធ្វើអីរួចហើយបងប្អូនចាក់ទឹកចូលទេមិនម៉ែអឹកធ្វើរូបហើយព្រលឹងហោះចូលទេមិនចឹងទេកម្លាំងផ្លូវចិត្តហ្នឹងទៅដាប់លឹងវាទៅឈួលឲ្យឆេះកកើតជាជីវិតឡើងចិត្តរបស់យើងពេលដែលចិត្តងាប់វាចាប់ដើមរាវពុករាវទៅហើយកម្លាំងចិត្តទៅឆ្ងាយណាស់ដល់ណាក៏ទៅដល់ដែរខានប្រចាំថាអីក៏ទៅដល់ដែរបើចំណាយជាយើងមើលឃើញមិនរួចទេចិត្តរបស់សត្វចង្វិតច្បាត់មែនទេពេលដែលយើងចិត្តងាប់វាទៅនឹកឃើញអីខណៈចិត្តចុងក្រោយគេហៅចិត្តវត្តពីព្រោះពេលដែលយើងគិតទៅវាច្រើនហួសអានេះយើងគិតពេលណាវាថតពេលហ្នឹងដូចកាមេរ៉ាវីដេអូមួយថតរហូតថតតាំងពីយើងកើតមកថតរហូតតែចេតនារបស់យើងនៅក្នុងដល់ពេលយើងថតរហូតដល់ពេលយើងយកទៅឆ្វេងមិនចាក់អស់ចាក់ម្ដងមិនចាក់អស់ពួកយើងថតតាំងពីក្មេងមកដល់ពេលយើងយកមកចាក់ផ្លេវាមើលចាក់វាឡើងវិញចាក់មិនអស់អញ្ចឹងពេលអាណាចាក់មួយហ្នឹងគេហៅចាក់វ័នកសែតយើងថតមកក្នុងជីវិតរបស់យើងមាន1លានកសែតអាកសែតណាដែលបងប្អូនរើសយកមកចាក់គេហៅចាក់វ័នគឺជាគណៈចិត្តចុងក្រោយអ្នកគណៈចិត្តចុងក្រោយហ្នឹងអ្នកខ្លះធ្វើកឋិន100កឋិនស្រាប់តែចុងក្រោយហ្នឹងគាត់ច្រឡះចិត្តគាត់នឹកឃើញអំពើអាក្រក់គាត់ណាមួយវាជាប់នៅអាហ្នឹងវាតោងអញ្ចឹងទៅពេលជ្រូកអីនៅមួយគ្នាវាក៏ដល់ឈួរឲ្យចេះជីវិតជ្រូកឡើងកើតទៅជ្រូកហ្នឹងទៅប៉ុន្តែកើតជាជ្រូកស្មានតែជ្រូកហ្នឹងចង់កើតជាមនុស្សបានចង់កើតជាមនុស្សទេយើងថាកើតជាជ្រូកទនកម្មខ្លាំងណាស់ប៉ុន្តែសម្រាប់ជ្រូកអត់មានទនកម្មអីទេពីព្រោះជីវៈសាស្ត្រវាក៏កើតជាតកៅក្នុងប្រគុណអាចសំណោះតែវាចង់ស៊ីផ្កាងាប់វាក្លៀនអាចចង់ងាប់អូតកៅក្នុងប្រគុណអាចនោះគេឆ្លាក់រូបហែងធំនៅមានឯករាជ្យកាលពីហែងនៅរូបហែងល្អច្រើនឥឡូវរូបហែងគេឆ្លាក់ធំនៅមានឯករាជ្យអត្តកៅក្នុងប្រគុណវាថាម៉េចអូអាចរូបអញនៅមានឯករាជ្យដូរអាចម្ដុំបានអត់យកអាចម្ដុំមកអញទីពីព្រោះអញត្រូវការអាចម្ដុំមនុស្សយើងតាអ្នកនាំគ្នាគិតដូចអ្នកទេសនាធម៌ខ្លះគេថាគេឈ្មោះរបស់យើងក៏អូបឈ្ងុយឈ្ងោកខ្លាំងណាស់ដូច្នេះយើងត្រូវធ្វើអំពើល្អពេលដែលយើងងាប់ទៅគេឈ្មោះយើងនៅលើផែនដីក៏អូបឈ្ងុយឈ្ងោកយកចិត្តឯងអ្នករស់មកស្លឹងហ្នឹងបង្រៀនសត្វឲ្យជាប់អត្តវៈកន្លែងហ្នឹងប្រពុតលោកបង្រៀនឲ្យដាច់ចំហ្នឹងឯងបង្រៀនឲ្យជាប់ហ្នឹងការពិតទៅសត្វតែវាកើតនៅទីណាវាចង់រស់នៅកន្លែងហ្នឹង
វាឆ្ងាញ់ណាកន្លែងនោះបើនិយាយពីសកលអត់មានល្អអត់មានអីបើនិយាយពីសកលអត់មានល្អមានក្រអីតកលវាទីអាចជុកវាដៃផុកមនុស្សទីអីចឹងនិយាយពីសកលបើនិយាយពីលក្ខណៈមនុស្សអាចអាក្រក់លក្ខខណ្ឌរបស់មនុស្សបើនិយាយពីលក្ខខណ្ឌតកលបាយអាក្រក់បើនិយាយពីសកលអត់មានស្អីល្អមានអាក្រក់សោះតកលវាទីអាចធម្មជាតិរបស់វាហើយយើងអាដើមចឹងវាបើអាចមកវាតែជាផ្លែគេចឹងទៅវាចឹងវាមានស្អីអញ្ចឹងបានប្រពន្ធលោកឲ្យធាវនាពេលណាយើងហូបបាយឲ្យយើងមើលឃើញធម្មជាតិហ្នឹងថាវាមកពីណាផងកុំឲ្យយើងហ្នឹងវាពុលនឹងអាមាសប្រាក់ទ្រព្យសម្បត្តិរបស់ទីនថាស្អាតចេះស្អាតចុះហ្នឹងមកព្រឹកហ្នឹងគ្មានរឿងអីមានអ្នកខ្លះបាញ់គ្នាកាត់ចាក់គ្នាព្រោះរឿងឆ្នៃអាចហ្នឹងផងនៅក្នុងវាំងហ្នឹងរៀបចំមកហូបចឹងអត់មានដាក់ការមានអីហើយស្អីគេហ្នឹងអាហ្នឹងគ្រឿងឆ្នៃអាចមានអីផងអាចតិចទៅអាចឡូវឆ្លោះគ្នានឹងរឿងអញ្ចឹងតាមការអីទេបញ្ហាច្រើនណាស់ព្រោះអីព្រោះមិនស្គាល់ធម៌ព្រះសម្មាសម្ពុទ្ធលោកបង្រៀនឲ្យស្គាល់ធម៌ហ្នឹងពេលដែលយើងចិត្តដាច់ខ្យល់ចិត្តរបស់យើងចាប់ដើមរាវភពហើយរាវបងប្អូនត្រូវដឹងណាបកតិចិត្តត្រឡប់ហើយគូក្បាលត្រឡប់ហើយបើគូក្បាលអត់ទាន់ត្រឡប់យើងគិតក្រខាមទូហើយប៉ុន្តែនោះត្រឡប់ហើយយ៉ាក់ទៅលើវាបុណ្យណានឹងបាបសន្សំនៅក្នុងចេតនារបស់យើងគឺនៅក្នុងផ្ទៃចិត្តដូចមេម៉ូរីចឹងពេលណាខណៈចិត្តចុងក្រោយគិតអីគឺតោងអាហ្នឹងអត់ធ្វើបាបមកកណោដល់ខណៈចិត្តចុងក្រោយគិតអីល្អតោងល្អជាប់ប៉ុន្តែកុំកុំភ្លេចអាក្រក់ហ្នឹងអត់បាក់ទេទៅដល់ថ្ងៃណាមួយ10000 លានជាតិអីហ្នឹងវិលទៅរកកន្លែងហ្នឹងវិញប៉ុន្តែនិយាយស្អីទៅបងប្អូនទៅនិយាយស្អីទៅទៅពីព្រោះវាអត់មានពលឹងដូចបងប្អូនថាពេលដែលយើងងាប់គេអូសយកទៅខាងនរកបើកក្រាំងមើលថានិយាយឯងក៏ធ្វើអីខ្លះហូបកូនខ្ញុំធ្លាប់បួសចាប់តែបោះចូលទៅក្នុងខ្ទះខ្លាញ់ហ្នឹងមានការធូបត្រោអានឹងតាមរបៀបមនុស្សល្ងងងំគ្នានិយាយប្រាប់គ្នាអ្នកប្រាស់ដឹងប្រាប់ថាអត់ទេចិត្តអត់មានឈប់មួយខណៈសោះឡើយជីវិតក្នុងលោកអត់មានឈប់មួយខណៈសោះឡើយពេលដែលយើងក៏តែនិយាយហ្នឹងណាប៉ុន្តែកលាបានៅទីជំរឿណាវាវិលចិត្តក្នុងមួយវិនាទីវិលរាប់ពាន់លានដងវាប្រែប្រួលពិភពលោកក្នុងពេលអតីតកាលប្រែមកបច្ចុប្បន្នព្រឹករហូតពេលដែលចិត្តដាច់ខ្យល់ដូចគ្នាចិត្តរបស់យើងតោងដូចតកៅបាក់ខ្នងយើងបេះដូងមិនទាន់ឈប់ដែរវាទៅតោងទឹកជាប់អញ្ចឹងប្រពន្ធលោកខាងមិនទាន់ចិត្តទេទោះតែខាងក្រោយដាច់ពឹបអញ្ចឹងជីវិតបានចាប់ចិត្តថ្មីណែអាមកក្រឹកអញ្ចឹងហ្នឹងណាមួយខណៈគាត់មិននៅវិនាទីណាមិនងាប់ឲ្យទៅវាភពឲ្យណាអង្គុយចាំលើចុងឈើអីអត់មានទេពឹបមកពឹបភ្លាមជីវិតថ្មីបានកើតមានឡើងជីវិតថ្មីបានកើតមានឡើងកូនកលាបៈនឹងវិលកាត់ទៅរកបែកធ្លាយអស់ចាក់ភ្លាម50-60 ឆ្នាំចាក់ជំរាបបែកធ្លាយភ្លាមជីវិតថ្មីគិតជាប់ភ្លាមកើតវិលត្រកបែកធ្លាយភ្លាមគេហៅវត្តដាក់វិលក្នុងវត្តដាក់អណៃកចិត្តជីវិតមួយបែកធ្លាយជីវិតថ្មីកើតមកគណៈភ្លាមមកហើយកើតមកធ្វើអីគ្រាន់តែគុំដើម្បីបែកធ្លាយណាមានសត្វឯណាបានសោយតុកលោកយាយលោកអាខ្លះបើគេសួរគាត់ថាមើលលោកយាយជាតិក្រោយចង់កើតទៀតអត់ខ្ញុំដូចចង់ជួបព្រះសាអាមេត្រីសិនចាំដល់ពេលជួបព្រះសាអាមេត្រីចាំចូលនិព្វានឈប់កើតបើឥឡូវខ្ញុំចង់កើតទៀតលោកយាយហើយវាមានស្អីកើតទៀតវាមានស្អីនឹងទៅកើតទៀតវាគ្រាន់តែកម្លាំងផ្លូវចិត្តនាំឲ្យកើតសត្វថ្មីដែលមិនមែនយើងទេប៉ុន្តែបើយើងវិបស្សនាណាកើតជាមនុស្សចងចាំណាបងប្អូនហើយបានចងចាំពីព្រោះចិត្តជាភាពចាំបងប្អូនដឹងពីលក្ខណៈរបស់ចិត្តទេចិត្តអត់មានពលឹងទេចិត្តមិនមែនពលឹងទេដែលហៅថាពលឹងចេះឧទាហរណ៍មនុស្សស្រីមួយងាប់អាយុ40 ឆ្នាំមនុស្សប្រុសមួយងាប់អាយុ40 ឆ្នាំកូនក្មេងមួយងាប់អាយុ5 ឆ្នាំឧទាហរណ៍អញ្ចឹង5 ឆ្នាំបើឧទាហរណ៍ពលឹងណាបងប្អូនណាពលឹងមនុស្សប្រុសអាយុ40 ឆ្នាំងាប់ហើយពលឹងនឹងមកចូលមនុស្សស្រីអាខាងក្នុងប្រុសអាខាងក្រៅស្រីអានឹងគេហៅចូលរូបណានេះជំនឿរបស់ខ្មែរយើងថាអញ្ចឹងហើយបើកណាជាមនុស្សប្រុសនឹងងាប់មកចូលកូនក្មេងមនុស្សប្រុសចាស់ហ្នឹងណាតបខាងក្រៅក្មេងអាខាងក្នុងចាស់នេះសពរបស់ខ្មែរយើងអញ្ចឹងគំនិតរបស់ខ្មែរយើងការជឿរបស់ខ្មែរយើងអញ្ចឹងតែអត់អញ្ចឹងទេព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាចិត្តគ្រាន់តែជួយឲ្យធម្មជាតិនឹងដឹងអារម្មណ៍ស្អីຕົកទូចានឆ្នាំងវាអត់មានចិត្តវាអត់ដឹងស្ដេចវាអត់ឈឺមនុស្សងាប់អត់មានចិត្តឧទាហរណ៍ថាគេយកចិត្តទៅដាក់ឲ្យមនុស្សប្រុសដឹងខ្លួនឡើងប្រុសពីព្រោះតបកវាប្រុសអានឹងចិត្តគាត់ជួយឲ្យដឹងខ្លួនប៉ុន្តែអាប្រុសអាស្រីចិត្តវាតបកយកចិត្តអាក្នុងអាប្រុសមកដាក់ឲ្យស្រីទៅជាស្រីព្រោះតបកវាស្រីបើពលឹងបងនៅផងមកចូលក្នុងនៅស្រីអាខាងក្នុងប្រុសអាខាងក្រៅស្រីប៉ុន្តែចិត្តគ្រាន់តែជាធម្មជាតិឲ្យដឹងអារម្មណ៍ទេដឹងមកស្រីពីព្រោះរូបខាងក្រៅវាស្រីយកមកដាក់ឲ្យកូនក្មេងដឹងមកកូនក្មេងពីព្រោះតបកវានៅក្មេងគាត់ចង់រួមទេហើយយើងតបថ្ងៃថាអត់អញ្ចឹងទេថាយើងទៅចាប់ជាតិតែមិនបងប្អូនឧទាហរណ៍ថាយើងអាយុ80ហើយទៅចាប់ជាតិលើតែធ្វើមិនទាន់ណា
កើតមកអាកូនក្មេងនោះវាច្រឡំសបកកូនក្មេងតែអាខាងក្នុងនិយាយចាក់80ធម្មជាតិធ្វើច្រឡំមួយវាមិនងាប់លេងតែខាងក្នុងចង់រួមភេទអាខាងក្រៅមិនទាន់ដល់ពេលប្រកាច់ងាប់តែធម្មជាតិវាអត់អញ្ចឹងវាគ្រាន់តែទៅឈួលឲ្យកើតជាជីវិតថ្មីប៉ុន្តែចិត្តនឹងចាំណាបងប្អូនចាំណាព្រោះចាំហ្នឹងបងប្អូនមើលខ្ញុំនិយាយនឹងចាំឮសំឡេងផងឃើញកាយវិការផងពេលដែលចិត្តហ្នឹងទៅចាប់ជាតិទៀតពេលដែលបងប្អូនវិបស្សនារលឹកជាតិទៅក្រោយដឹងហ្មងឃើញកាយវិការខ្ញុំច្អល់របៀបមិនដឹងទាំងអស់ថតដូចកាមេរ៉ាវីដេអូអញ្ចឹងនោះដូចទៅក្នុងពីលងចុះបងប្អូនវិបស្សនាទៅឃើញពុពេនិវាសានុសតិញ្ញាណអាត្រង់ឃើញនឹងហើយដែលបងប្អូនច្រឡំថាខ្លួនឯងមកចាប់ជាតិតាមពិតមកគឺចិត្តបើបងប្អូនដឹងអញ្ចឹងហើយបងប្អូនឧទ្ទិសទៅណាឧទ្ទិសទៅណាធ្វើបុណ្យទៅណាតែហៅថាបុណ្យគឺចេតនាមโนពពាំងកមាក៏មានអញ្ចឹងបងប្អូនឲ្យតែមានចេតនាគេអត់ដឹងថាបងប្អូនរៀបកឋិនឬបងប្អូនរៀបបុណ្យការទេមានអ្នកខ្លះថាធ្វើកឋិនបានបុណ្យជាងបុណ្យការមិនបានដឹងបើក្នុងចិត្តនេះវាស៊ីសងលើចិត្តហ៎ចូលអីក៏ដោយចូលហេហៀក៏ដោយចូលធ្វើខ្នល់ដោយចូលធ្វើសាលារៀនក៏ដោយបានបុណ្យដូចតែគ្នាអត់មានអាណាបានបុណ្យជាអាណាវាស៊ីសងលើកម្លាំងផ្លូវចិត្តដូចអាណាតបណ្ឌិតតែថៃធ្វើបុណ្យរាល់តែដងគឺបុណ្យដើម្បីអញនិយាយពីរៀបបាតលោករៀបអីដើម្បីឲ្យបានបុណ្យមកអញប្រពុតលោកសម្ដែងថាអាណាតបណ្ឌិតតែថៃធ្វើបុណ្យតាន់ត្រឹមទេបុណ្យដើម្បីអស់អញដល់ពេលមានថ្ងៃមួយហ្នឹងដីតែមកក្តាប់ហ្នឹងបងប្អូនដីតែមកក្តាប់សោះអស់លុយដល់ពេលអស់លុយនឹងគឺមិនបានដីមកក្តាប់សោះរយនៅលើដើមឈើដោយចេតនាណាចេតនាថាអញឲ្យអញអស់លុយអស់កាក់អេលីដីមកក្តាប់នេះឲ្យវាទៅមិនប្រាថ្នាមាត់ទេណាបងប្អូនចិត្តណាចិត្តខ្លាំងមែនតើណាបំណាច់តែផ្លូវចិត្តថាអញឲ្យគ្មានអីសោះដីតែមកក្តាប់នេះរួយលើដើមឈើនេះឲ្យបានទៅជាប្រយោជន៍សម្រាប់អ្នកក្រោយបើអ្នកណាមកបានអង្គុយនៅក្រោមដើមឈើនេះឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឲ្យបានសេចក្តីសុខអីបំណាច់តែទឹកចិត្តហ្នឹងគឺថាច្រូតដីទៅនឹងជួនកាលមិនច្រូតហ្នឹងបងប្អូនឈោមមើលទឹកចិត្តហ្នឹងក៏ប៉ុនដែរឲ្យតែមែនតែនក្នុងចិត្តរបស់យើងដែលហៅថាបុណ្យគឺនៅទីជម្រៅមโนពពាំងកមាក៏មានដល់ពេលសពថ្ងៃពិបាកយល់មនុស្សពេកទៅជាសខិនបានបុណ្យច្រើនទៅបានស្អីវាខុសអច្រកធម្មជាតិអស់ទៅវិញវត្តអស់ទៅបងប្អូនណាស្ដាប់ឲ្យបានទៅជាប្រយោជន៍សម្រាប់បងប្អូនទៅអ្នកណាគេមិនយល់អានឹងរឿងរបស់គេឲ្យគេទៅទៀតទៅបងប្អូនគេទៅទៀតទៅអូខេបំផ្លាញដូចគេអស់ចិត្តទៅនឹងទៅមិនអ្នកដែលយល់ពីធម៌ណាបងប្អូនចិត្តល្អណាស់មិនមែនធ្វើដើម្បីអញទេពួកយាយពួកអ្នកជីឡានធំធ្វើកឋិនអស់លុយ20-30 ម៉ឺនដុល្លារហ្នឹងមិនមែនបុណ្យទេណាបងប្អូនដើម្បីខ្លួនឯងណាសំណោះតែច្បាប់ធម្មជាតិឲ្យគាត់សោកដើម្បីខ្លួនគាត់ទៅវាអត់មានច្បាប់ធម្មជាតិណាសោកដើម្បីខ្លួនគាត់ហ្នឹងច្បាប់ធម្មជាតិអត់អញ្ចឹងប៉ុណ្ណឹងអញ្ចឹងសរុបសេចក្តីមកវិញមីងសួរថាតើខ្ញុំធ្វើបុណ្យបានបុណ្យអត់មីងសួរថាតើពីណាទៅកើតទៀតមីងទៅកើតទៀតបើព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកណាយល់ថាខ្លួនឯងងាប់ហើយកើតទៅវិញមិនកើតទៅទេគឺមានតែចិត្តបងប្អូនណាបងប្អូនមើលអត់យល់ទេបងប្អូនខ្ញុំនឹងបញ្យល់ប្រហែលដងទូរស័ព្ទអត់មានស្អីជាទូរស័ព្ទទេណាបងប្អូនមើលឲ្យច្បាស់ធម្មជាតិទូរស័ព្ទតើស្អីជាទូរស័ព្ទហ្នឹងស្អីដែលវាដើរតួជាទូរស័ព្ទហ្មងណាយកវាចេញមកក្រៅមកម្នាក់ឯងវាអាចធ្វើជាទូរស័ព្ទបានហ្មងណាអត់ស្មោទាំងទូរស័ព្ទខ្ញុំឡើងពីស្មោមានមុខនីតិផ្សេងមួយមានប៊ូតុងរបស់វាមាន memory របស់វាមាន screen របស់វាផ្សំគ្នាឡើងបានកើតជាទូរស័ព្ទអត់មានអាណាមួយជាទូរស័ព្ទឯងមើលឲ្យឃើញហើយអាមួយនឹងទៀតឧទាហរណ៍ថាស្មោវាពិតជាស្មោវាដំណើរការជាថ្មកាលណាវានៅជុំគ្នាជាមួយទូរស័ព្ទដកថ្មចេញមកថ្មប្រើខ្លួនវាអត់បានទេស៊ីមកាតចឹងទៀតបើនៅក្នុងទូរស័ព្ទស៊ីមកាតមិនមែនជាទូរស័ព្ទហើយបើយកវាចេញក្រៅទូរស័ព្ទប្រើតែជាស៊ីមកាតប្រើមិនបានទៀតតើតែដាក់ចូលទៅជុំគ្នាបានដំណើរការកើតអាចដាក់ចូលទៅជុំគ្នាបានដំណើរការកើតហ្នឹងគេហៅថាវាពឹងគ្នាទៅវិញទៅមកដើម្បីមានពឹងគ្នាទៅវិញទៅមកដើម្បីមានអាថ្មហ្នឹងនៅក្រៅប្រើតែជាថ្មប្រើមិនបានផងពឹងបើដាក់ជុំគ្នាគេដំណើរការគេបានណាគេពឹងគ្នាទៅវិញទៅមកដូចឈើពីរយ៉ាងបងប្អូនណាឈើពីរយ៉ាងបងប្អូនប្រឈមវាមិននឹងមើលអាមួយមិននឹងដាក់ឲ្យចូលខ្នងគ្នាមើលដាក់អញ្ចឹងដល់ពេលដាក់ចូលខ្នងលែងទៅវានឹងវាពឹងគ្នាទៅវិញទៅមកដើម្បីនឹងបាច់ដូងក៏អត់អត្តាក៏វានៅតែឯងក្តិចវាក៏មិនឈឺភ្នែកក៏អត់អត្តាក្តិចវាក៏ក្តិចវាមិនឈឺចិត្តក៏អត់អត្តាក្តិចវាក៏ក្តិចវាមិនឈឺដាក់ជុំគ្នាវាដំណើរការបានអាកបកវាអត់ដឹងអីទាំងអស់កាលណាដាក់ចិត្តចូលទៅក្នុងចិត្តនឹងអ្នកដឹងចិត្តបើនៅតែឯងក្តិចវាក៏មិនដឹងបើក្តិចដឹងបាននេះក្តិចដឹងព្រោះចិត្តនឹងយ៉ាងនេះក្តិចដឹងបានចិត្តវាពេញមិននឹងទាំងអស់វាអត់ដឹងប៉ុន្តែពឹងរៀបពេញទៅមកដើម្បីមានសិទ្ធិរបស់ពឹងហើយចូលទៅរបស់ពឹងបងប្អូនពិចារណាមើលនៅក្នុងលោកសិទ្ធិរបស់ពឹង
អារបស់ពឹងគ្នានឹងហើយតែប្រពុតលោកសម្ដែងថាអនាតាពាក្យថាអនាតាមានន័យថាអត់មានរបស់អីតែមួយដែលវាដឹងសពដឹងគ្រប់ដោយបងប្អូនយល់ថាពេលដែលងាប់លួតលឹកចេញទៅក្រៅហ្មងដើរទៅហ្មងមានរបស់ទល់តែមួយនោះគឺចេះគិតចេះពិចារណាមានភ្នែកមានច្រមុះទៅចាប់ជាតិទៀតអានោះគេហៅរបស់ទល់អានោះគេហៅអត្តាព្រះសម្មាសម្ពុទ្ធបដិសេធអានឹងពឹងអនត្តាវាពឹងទៅវិញទៅមកដើម្បីមានភ្នែកបើវាអត់មានចិត្តវាមើលមិនឃើញបើកណាជាក្នុងខ្លួនបើយើងមានព្រលឹងណាបងប្អូនហើយព្រលឹងនឹងចេញពីខ្លួនណាវាចេះមើលឃើញណាបងប្អូនពេលដែលបងប្អូនខូចភ្នែកណាបងប្អូនមិនបាច់ទៅពេទ្យទេព្រលឹងវានៅក្នុងហ្នឹងហើយទុកឲ្យព្រលឹងមើលតែអត់អញ្ចឹងទេណាចិត្តរបស់យើងវាដូចជាចរន្តអគ្គិសនីអញ្ចឹងបងប្អូនមើលទូទស្សន៍ហើយបងប្អូនអត់មានទូទស្សន៍រួចហើយបងប្អូនយកចរន្តអគ្គិសនីទៅមើលឃើញអត់អាទូរទស្សន៍ហ្នឹងដូចភ្នែកឥឡូវបើអាទូរទស្សន៍បកកែមើលឃើញហើយយកទូរទស្សន៍ទៅមើលទៅកុំដោតភ្លើងយកទូរទស្សន៍ទៅមើលទៅអាភ្លើងដូចចិត្តតាវាក៏មើលមិនឃើញអាទូរទស្សន៍តាវាក៏មើលមិនឃើញប៉ិនវាទៅវិញទៅមកតាមតែទៀតបាច់ដូងផលិតចិត្តហ្នឹងចេញមកនៅកន្លែងភ្នែកគេខ្វះភ្នែកបាត់មើលមិនឃើញបាត់ទូទស្សន៍ប៉ិនចិត្តមានចរន្តមកមានពួកបេះដូងនៅដើរដាក់ភ្នែកចូលដាក់ទូទស្សន៍ចូលមើលឃើញហើយតែពេលបងប្អូនយល់ថាពេលងាប់ទៅបលឹងដើរចេញទៅក្រៅមានភ្នែកមានច្រមុះអង្គុយលើចំដោមមើលគេដិតខ្មៅអាត្រង់ហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកបដិសេធថាមានអានឹងទេអត់មានបលឹងទេអត់មានអត្តាទេហើយជាច្បាប់ធម្មជាតិសកលទៅទៀតសកលមិនដូចជាទេសនាខ្លះគាត់ថានៅក្នុងព្រះសាសនាពុទ្ធនេះអត់មានបលឹងទេអូនចង់នៅក្នុងសាសនាចាមមានបលឹងច្បាប់ធម្មជាតិវាសកលវាអត់មានទេវាអត់មានបលឹងអត់មានអីទេហើយចាមជឿផ្សេងទៅខ្មែរជឿផ្សេងយើងទូជឿផ្សេងទៅអានឹងសាសនាដល់ពេលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងអ្នកត្រាស់ដឹងច្បាប់ធម្មជាតិលោកបង្រៀនសត្វទាំងអស់នៅក្នុងសាសនាណាក៏ដោយលោករៀនទាំងអស់សាសនាដែលមានឧបនិស្ស័យបងប្អូនអត់យល់បងប្អូននិយាយពីហូរទឹកភ្នែកលឹកជង្គង់ចំពះព្រះសម្មាសម្ពុទ្ធគឺថាព្រះអង្គជាអ្នកដែលបើកផ្ងានៅរបស់ដែលផ្កាប់ពីយូរមកហើយមិនដូចសាសនាណាបងប្អូនសាសនាណាដូចអញ្ចឹងមួយយ៉ាងខ្ពស់អញ្ចឹងបេតុងណាកម្រាស់ថា2ម៉ែត្រហើយខ្ពស់មេសាសនាអង្គុយជ្រក់គៀវមកខាងជាតិក្រោយមកខាងជាតិនឹងមេសាសនាអង្គុយខាងលើនោះគេមើលឃើញជាតិក្រោយគេមើលឃើញជាតិនឹងហើយយើងបែងចែកនឹងមិនបាក់ទេអឺមេសាសនានៅខាងនោះឃើញអីមេសាសនាគេថាឃើញបឹងភ្លើងមេសាសនាមួយទៀតថាមិនមែនបឹងភ្លើងទេអញឃើញរស់មេសាសនាមួយទៀតមិនមែនទេអញឃើញបឹងបាប៉ុន្តែមេសាសនាជ្រក់គៀវនៅកន្លែងនោះមេសាសនានឹងបើកកម្ពីមើលថាព្រះគេថាចិត្តព្រះគេថាចុះសាសនាអញ្ចឹងហើយបរិស័ទមកគេនៅមកជារៀងមើលឃើញទេវាយអញ្ចឹងនឹងអត់បាក់ទេកាសមាសម្ពុទ្ធត្រាស់ដឹងមកពឹងរៀនយើងឲ្យវាយអញ្ចឹងនឹងបាក់ដោយខ្លួនឯងពឹងរៀនតាមបញ្ញាថ្នាក់ពិចារណារួចហើយអង្គុយវិបស្សនាពិសោធន៍បាក់អញ្ចឹងជំនឿនឹងចោលអស់ទៅគេខឹងព្រះសម្មាសម្ពុទ្ធគេថាព្រះសម្មាសម្ពុទ្ធធ្វើឲ្យគេដាច់លៀបពីព្រោះគេកំពុងតែបូជាបានទីសម្បើមណាស់នេះយើងសប្ងៃកំពុងតែហ្នឹងបានសប្ងៃបងប្អូនណាអ្នកនយោបាយគេបិទរយោយើងតិចទេសប្ងៃពួកសាសនាខាងធម្មការកុំលឺមិនបានទេសម្លេងខ្ញុំអត់ទាំងនិយាយផងបាត់ដបងណាលួចតំទៅគ្រាន់តែបាន5-6ថ្ងៃក្មេងៗវាចេញនិយាយគ្រាន់តែលឺតធွာយើងបិទតាប់ទៅហ្នឹងបទាយមានជ័យតំបានមួយយប់ទេគ្រាន់តែលឺក្លិនដឹងថាមកពីខំវាសនាឲ្យបិទតាប់ទៅហ្នឹងខ្ញុំថាបើខ្លាំងដាក់មីក្រូមួយម្នាក់ទេចុះអ្នកឯងទេរបស់អ្នកឯងខ្ញុំទេរបស់ខ្ញុំចាំមើលពុទ្ធបុត្រកាត់គាត់ប្រើខួរក្បាលគាត់មកសញ្ញារបស់គាត់យល់ថាពីណានិយាយខុសឬពីណានិយាយទៅប៉ុន្តែពួកអាសនាអត់ហ៊ានប្រកួតទីភ្លឺទេបងប្អូនលេងរកទីតបាត់គេអញ្ចឹងខ្ញុំថាឥឡូវសប្ថ្ងៃនេះនយោបាយល្មមទេសាសនាខ្លាំងមែនទែនបងប្អូនពីព្រោះអីដាច់លៀបរបស់គេការជំនាន់ព្រះសម្មាសម្ពុទ្ធគេខឹងព្រះសម្មាសម្ពុទ្ធព្រោះតែព្រះសម្មាសម្ពុទ្ធបញ្យល់រឿងដាច់លៀបហ្នឹងបញ្យល់ទៅគេដាច់លៀបហ្នឹងឥឡូវចូលដល់ក្បួនយើងទៀតគេថាពាក់កណ្ដាលសាសនានេះណាពធរីកម្ដងទៀតណាបងប្អូនពធនេះរីកម្ដងទៀតហើយបាន5000ព្រះភាសាដែលលាយទៅពធល្ងិតពាក់កណ្ដាលសាសនារីកម្ដងទៀតពិភពលោកឥឡូវគេយល់ដឹងពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធច្រើនណាស់ជាពិសេសពួកអឺរ៉ុបរហូតដល់គេទទួលស្គាល់ថ្ងៃពិសាខបូជានេះគឺជាថ្ងៃអន្តរជាតិឥឡូវគេដាក់ជាថ្ងៃអន្តរជាតិពួកអឺរ៉ុបគេទទួលស្គាល់ថាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាវិទ្យាសាស្ត្រមិនមែនជាជំនឿមិនមែនជាសាសនាទេជាវិទ្យាសាស្ត្រសកលអញ្ចឹងបានមានមូស្លីមខ្លះគាត់ស្ដាប់យល់មានកូនក្មេងមួយនោះនៅកំពុងឆ្នាំងដែរដេកស្រីជនជាតិចាមសុំតឌីធរទេសុំតឌីធរបញ្យកទៅផ្ទះវាថាពូខ្ញុំពិបាកបន្តិចទៅដល់ផ្ទះស្ដាប់ទៅម៉ែខ្ញុំគាត់ខឹងគាត់ថាយើងសាសនាផ្សេងបងប្អូនណាច្បាប់ធម្មជាតិអត់មានបាំងសាសនាទេដូចគ្នាទាំងអស់ព
ពួកអ្នករៀនតាមព្រះសម្មាសម្ពុទ្ធអត់មានសាសនាទេព្រោះសាសនាជំនឿព្រះសម្មាសម្ពុទ្ធបង្រៀនអត់ឲ្យកើតជំនឿទេបង្រៀនឲ្យមនុស្សពិចារណាកើតសទ្ធាបើបងប្អូនមានសទ្ធាយល់ច្បាស់ពីរឿងខ្លួនឯងបងប្អូនលែងសួរពីរឿងងាប់កើតហើយធម្មជាតិនេះណាបងប្អូនសាហាវណាស់ពលធម្មជាតិសាហាវហ្នឹងខ្ញុំពលដោយខ្លួនឯងហ្មងពេលម្ដាយខ្ញុំចិត្តស្លាប់បងប្អូនខ្ញុំកាន់ដៃម្ដាយខ្ញុំណាខ្ញុំនិយាយប្រាប់ថាម៉ែសុំម៉ែទៅចោះជាតិណាកូនប្រាថ្នាឲ្យជួបតែម៉ែទេពួកខ្ញុំមិនទាន់យល់ពីធម៌ហើយម៉ែក៏អត់ព្រមទៅគេសូត្រធម៌7 8ថ្ងៃអត់ទៅលឹកលែងដល់ខ្លួនអស់លោកតាចាថាតើតែខ្ញុំនិយាយមួយម៉ាត់បានគាត់ទៅពួកគាត់សំណោះកូនខ្លាំងណាស់ក៏អត់ដឹងខ្លួនឯងទាំងអស់ដល់ខ្ញុំនិយាយចុងក្រោយមួយម៉ាត់ទៅហ្មងបងប្អូនគាត់តែក្រាត់គាត់ងាកមកអញ្ចឹងគាត់ចែកខាងទៅខ្ញុំមកបងប្អូនខ្ញុំខំប្រឹងធ្វើបន់ឲ្យជួបដៃក្នុងចិត្តណាមួយពីព្រោះខ្ញុំបានប្រាថ្នាអញ្ចឹងដល់ពេលខ្ញុំយល់ពីធម៌បងប្អូនអលេខសិលក្នុងចិត្តនឹងហ្មងដូចចាក់ផ្សែងអូពិភពលោកអីក៏សាហាវម្លេះរបស់ក្នុងលោកតែបែកធ្លាយហើយចប់ហើយម្ដាយតែបែកធ្លាយខាងហើយគឺចប់ហើយពិភពលោកនេះសាហាវខ្លាំងធម្មជាតិនេះសាហាវខ្លាំងណាស់គ្មានអនុញ្ញាតថាឥឡូវដាក់ទណ្ឌកម្មឲ្យបើឯងចង់ជួបគ្នានៅជាតិណាមួយតើឯងធ្វើប៉ុណ្ណេះបានក្នុងជាតិណាមួយឯងអាចជួបគ្នាប៉ុណ្ណឹងទាន់សាហាវទេបងប្អូនឯងចង់ធ្វើអីអញមិនចេះដឹងអាកូនកលាបៈអញដឹងតែវិលទៅរកបែកធ្លាយអញមិនខ្វល់ពីរឿងហើយបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតជាទុកណាកូនជីវិតជាទុកអញ្ចឹងបានសពថ្ងៃបងប្អូនណាខ្ញុំឃើញគេបន់ខួបកំណើតខ្ញុំឃើញគេការទី1500តុកយទៅទីរំជាតិខ្ញុំមើលពីចង្ងាយទៅនឹងនិយាយថាម៉េចបងប្អូនខ្ញុំថាអូលោកឲ្យលោកងំគ្នាលេងភ្លើងអង្គុយស្ងៀមតែហ្មងដល់អញ្ចឹងគេមកកេះយើងថាហេថ្ងៃណាការបានរំលេងសុបាយទេខ្ញុំគិតទៅពីសោតទាំងនិយាយថាម៉េចបងប្អូនធ្វើដាក់តកូតនិយាយតោះតែនិយាយបែប500ម៉ោងលុះតតែគាត់ព្រមស្ដាប់ទៀតឯងនិយាយគាត់បានបងក៏តមាត់ដល់ពេលអញ្ចឹងដឹងនិយាយថាម៉េចនៅតែស្ងៀមខ្ញុំឃើញគេកាន់តែសុបាយបងប្អូនខ្ញុំកាន់តែព្រួយហ្មងខ្ញុំនឹកក្នុងចិត្តថាបើខ្ញុំងាប់ទៅឲ្យគ្រួសារឬពិភពលោកសុបាយជាប់រហូតតែខ្ញុំទុកចិត្តងាប់ហើយបងប្អូនគាត់ថាកុំឲ្យពិភពលោកនឹងប្រែប្រួលឲ្យស្វះពីណានៅក្នុងគ្រួសារប្រហែលជុំកូនជុំចៅឲ្យនៅសុបាយអញ្ចឹងរហូតនឹងខ្ញុំទុកចិត្តងាប់ភ្លាមហ្មងបងប្អូនមិនបានកាយផងប៉ុន្តែពិភពលោកនឹងអត់អញ្ចឹងទេបងប្អូនសាហាវណាខ្ញុំឃើញគេបន់ខុសកំណោតឃើញជាការធំខ្ញុំថាអូលោកឲ្យលោកលេងភ្លើងសុទ្ធបន្តិចប្រត់បន្តិចប្រាស់ចំម៉ែខ្ញុំធ្លាប់ជួបហើយមកផ្លើតរបស់ខ្ញុំក្មេងផ្លើតបងចាប់ឥឡូវម៉ែទៅបាត់តែគេដល់ខ្ញុំតទៅទៀតថាពិភពលោកនេះគួរឲ្យសង្វេគទេបងប្អូនពិភពលោកសាហាវដល់ពេលអញ្ចឹងអត់មោទនភាពបងប្អូននឹងជាតំណាងរាស្ត្រនឹងជារដ្ឋមន្ត្រីនឹងជាបានការអីទេបងប្អូនល្មមតែមកស៊ីងាប់ទៅដូចគេដូចឯងទៅធ្វើសេចក្តីល្អក្នុងពិភពលោកហ្នឹងទៅនឹងគេហៅអ្នកពណ៌ធម៌ត្រូវបងប្អូនបើអ្នកពណ៌ធម៌មិនត្រូវធ្វើបន់ដើម្បីអញហ្នឹងហ្មងពួកអ្នកសាសនាអញ្ចឹងពួកអ្នកធម៌យូរមួយមិនងាយរកឃើញទេបងប្អូនណាពីព្រោះធម៌វាមានលក្ខណៈជ្រាលជ្រៅក៏យើងស្ដាប់ត្រេះនេះពិចារណាកាលណាអ្នកពណ៌ធម៌ត្រូវបងប្អូននៅក្នុងចិត្តថាមានតែមេត្តានិងករុណាចឹងថាមានពេលខ្លះគេជេរយើងរកខឹងគេអត់ឃើញទៀតបងប្អូននឹកក្នុងចិត្តថាអូគ្នាប្រកាន់ថាមានអញធំហ្នឹងដុតរួលនៅក្នុងទីជម្រៅដុតរួលបងប្អូនខាងក្រៅដឹងមួយខាងក្នុងដឹងខ្លាំងណាស់បងប្អូនហើយយើងពិតប្រកបនៅខាងក្នុងចិត្តមានពីរខ្នាស់បកតិចិត្តខវាំងចិត្តអាខាងក្នុងដឹងខ្លាំងណាស់បងប្អូនឧបមាថាឈើអញ្ចឹងណាបងប្អូនវាវែងចេះបងប្អូនតវែងអាខាងមុខងាកតែបន្តិចទេណាអាខាងក្រោយបងប្អូនគិតមើល1គីឡូដីទៅក្រោយអាមុខងាកក៏ប៉ុណ្ណឹងតែអាក្រោយងាកប៉ុណ្ណាពវាំងចិត្តនឹងបកតិចិត្តវាជាប់គ្នាអាខាងក្រៅដឹងក្តៅមួយអាខាងក្នុងក្តៅខ្លាំងណាស់បងប្អូនប៉ុន្តែយើងវាអត់ដឹងថ្ងៃគ្រាន់តែត្មើនៅលើខ្លួនយើងទាំងដឹងផងដឹងវាគ្រួតគ្រៀតណាស់ណាយើងណាដល់ពេលយើងខឹងគេយើងអត់ដឹងថានៅទីជម្រៅវាក្តៅខ្លាំងណាស់បងប្អូនកូនកលាបាក់ទូចសាច់របស់យើងយើងបិទខ្លួនយើងហ្មងពេលណាយើងស្ទុកទៅរកវាយគេមួយប្រពុតលោកប្រាប់ថាមនុស្សអាក្រក់ទាំងឡាយមានខ្លួនឯងត្រូវកាលណាអ្នកស្ទុកទៅធ្វើបាបគេកំហាំងមួយកាត់ក្នុងផ្ទៃចិត្តអ្នកបានបិទរួលនៅក្នុងផ្ទៃចិត្តរបស់អ្នកជាមុនសិនពេលដែលខ្ញុំវិបស្សនាទៅបងប្អូនសតិយើងដែលវាដឹងទៅដល់ខាងក្នុងខ្ញុំគេដាក់តកខាងក្បាលដល់ចុងជើងដាក់តកដាក់ផ្ទាល់សាច់គេថាខ្ញុំខ្លោចសាច់ទាំងអស់តែខ្ញុំអត់ដឹងខ្ញុំដឹងតែពីក្តៅហ្មងខ្ញុំចែកថាក្តៅណាស់ហើយគេថាអូហ្មងទៅហើយពីព្រោះសាច់របស់គាត់លែងដឹងហើយហ្នឹងខ្ញុំអត់ដឹងគេដាក់តកនឹងសាច់ខ្ញុំអត់ដឹងផងដឹងតែពីក្តៅណាស់បងប្អូនដល់ពេលឃើញមនុស្សច្រឡំតោតទីងខំក្តៅកុហកខាយយើងដឹងតែហ្មងគាត់សន្សំធាតុទោសៈធាតុកម្ដៅក្នុងខ្លួនទោសៈកំហឹងគឺកម្ដៅបងប្អូនវិបស្សនាពេលណាសតិរបស់យើងទៅខាងក្នុងបងប្អូនដឹងណាស់អាខាងក្រៅដឹងមួយអាខាងក្នុងដឹងមួយលានដឹងយើងដឹងទេយើងថាអូយអញខំគេឡើងញ័រសាច់ងាប់បងប្អូននៅខាងក្នុងឈួតណាបងប្អូនឈួតណា
សតិត្រឡប់ទៅដឹងខាងក្នុងក្តៅខ្លាំងណាស់នៅទីជម្រៅចាំមិនថាសតិដឹងរបស់យើងដឹងគ្រួតគ្រៀតណាស់មិនដឹងសេចក្តីពិតតាមដំណើរពិតរបស់វាទេអញ្ចឹងដល់ពេលយូរបងប្អូនអ្នកណាមកបៀតបៀនយើងរកតែខឹងមិនឃើញណាបងប្អូនប៉ុន្តែយើងជាប្រតិជនវាមកពលអញ្ចឹងបានឃើញយួនឃើញអីចង់បានទឹកដីអីខ្ញុំគ្រាន់តែរកខុសរកត្រូវឲ្យមនុស្សឯងសប្ងៃបងប្អូនរកតែខឹងរកមិនឃើញផងមានពេលខ្លះបងប្អូនទៅស្រុកយួនឃើញវាគិតទៀតកូនគិតទៀតចៅអញញ៉ាច់បបាក់រត់ទីទូសោយទូអីតាមការសង្វេគជីវិតបងប្អូនសង្វេគជីវិតចង់បានដីគេចង់បានស្អីរបស់គេនឹងជាស្អីសំងសប្ថ្ងៃចឹងបានគេសួរខ្ញុំថាប្រហែលឆ្នាំទៀតឈ្នះខ្ញុំថាទៅសួររាជខ្មែរទៅខ្ញុំដឹងទេខ្ញុំដឹងថាមកធ្វើទេបើគេចង់ឈ្នះសួររាជខ្មែរទៅ 50% បូក1ចង់ឈ្នះបានឈ្នះខ្ញុំបានធ្វើរួចទៅហើយធ្វើមេដឹកនាំអីក៏មិនជ្រះជ្រៅគេខ្ញុំថាទេនឹងជ្រះជ្រៅទៅមិនធ្វើរួចទៅហើយបើដូងគេថាស្រោចទឹកមួយថ្ងៃ2កថាំងស្រោចរួចហើយគេថាជុំជួយដីក៏ដាក់រួចហើយគេថាដាក់ជីក៏ដាក់រួចហើយចុះបើវាមិនផ្លែក៏វាមិនផ្លែមានដូងខ្ចីដូងខ្ចីទៅដាក់លាខ្ញុំស្រោចទៅមិនផ្លែបើខ្ញុំជាអ្នកដាំដូងហ្នឹងខ្ញុំដាំតែដូងទុំបើខ្ញុំបង្កើតមនុស្សទាំងអស់គ្នានឹងបានខ្ញុំបង្កើតតែមនុស្សណានិយាយស្ដាប់គ្នាបានប៉ុន្តែនេះគេបង្កើតលើផែនដីដូងហ្នឹងគេដាំរួចហើយមិនដឹងជាដូងស្អីខ្លះមិនតែដឹងគេតែនិយាយទៅពីណាគេស្ដាប់ទៅពីណាគេមិនស្ដាប់គេយកគូស្ដាប់ទៅយកទៅពីណាគេជេរទៅធ្វើម៉េចតែជិះងាប់ទាំងអស់ពីផែនដីហើយយួនយកដៃបាត់ខ្ញុំដឹងធ្វើម៉េចបើខ្ញុំអស់ហើយហ្នឹងធ្វើម៉េចបងប្អូនទៅតើនឹងធម្មជាតិយ៉ាងម៉េចសុំតែដី1ម៉ែត្រ4ជ្រុងកាន់ក្បាលមេក្រូនិយាយមកយកទៅចាក់ទៅប៉ុណ្ណឹងពួកខ្ញុំយល់ថាអញ្ចឹងវាត្រូវប៉ុណ្ណឹងយកបាយខុសពីគេបើខ្ញុំយល់អញ្ចឹងខ្ញុំធ្វើតាមការយល់របស់ខ្ញុំចប់សពគ្រប់តែប៉ុណ្ណឹងអេវ៉ាំសូមបញ្ចប់ចំណាប់អារម្មណ៍ចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណឹងសូមអរគុណ